នេះមានអីទេបាននៅស្រុកស្រែចំការបាទនេះនៅលើកោះបងប្អូននៅលើកោះនេះគឺមានតែម្ទេសមានដំណាំបាទមានមរុំបាទនេះគឺមរុំខ្មែរដែលជាឱសថមួយយ៉ាងជួយព្យាបាលច្រើនរោគដែរបាទសម្រាប់អ្នកផលិតឱសថណាបាទនេះគឺម្ទេសល្អបងប្អូននេះបាទនេះគឺម្ទេសខ្មែរបាទម្ទេសខ្មែរនេះម្ទេសអីនេះបាទម៉ូតច្រើនម៉ូតច្រើនម៉ាកបាទផ្លែល្អណាស់ហើយក៏មានចេកបងប្អូនណាបាទមានចេកនេះបាទនិយាយទៅនៅតែក្នុងទីក្រុងមិនសូវជាឃើញដំណាំទេដល់ពេលឃើញខ្វាកបាទខ្វាកចង់ដាំចង់ដោះបាទនេះគឺដើមមានបងប្អូនណាមានបាទអូមានម្ទេសអាចសัตว์នេះល្អណាស់នេះឥឡូវយើងទៅក្រោយទៅមើលចង្ការគាត់បាទអញ្ចឹងមានដើមក្រូចសើចបាទនេះក្រូចសើចបងប្អូនណាញ៉ាំឲ្យសើចមកនេះអូថ្ងៃល្អបងប្អូនបាទអញ្ចឹងយើងចូលក្នុងដីចំការរបស់បងប្អូននៅលើកោះលងចិនបងប្អូនណាបាទអ្នកបច្ចេកអ្នកបច្ចេកទេសជីថ្នាំបាទកំពុងតែជជែកគ្នាជាមួយជាកសិករចង់ងាប់វិញវាស៊ីទៀតបណ្ដោយប៉ុន្តែបើព្រោះវាអានឹងចេញមកខ្លាំងវិញអាហ្នឹងក៏មិនដែរឬវាគល់វានៅកន្លែងហ្នឹងឬគល់នៅកន្លែងហ្នឹងប៉ុន្តែអាមានទូនាទីស្រូបយកជីវជាតិមិនមែនអាគល់អ្នកស្រូបទេចង់ឬអ្នកស្រូបនេះភាគច្រើនវាពុកមកគ្រូវាពុកពាក់ព័ន្ធមួយជំងឺផ្សិតវាពុកគល់មាននឹងបណ្ដោយជំងឺផ្សិតដកមកវាស៊ីហើយវាពុកធម្មតាដីណាដែលមានកំហាប់ pH ទាបវាបង្កើតឲ្យមានជំងឺផ្សិតដីគ្រប់ដីទាំងអស់មិនថាមានឬក៏ដំណាំផ្សេងឬក៏ត្រេនទេតែដីណាដែលមាន pH ទាបវាកើតអាជំងឺផ្សិតស៊ីគល់ដំណាំហ្នឹងអញ្ចឹងស្រោចអាទឹកជីខ្ញុំហ្នឹងដើម្បីឲ្យដីហ្នឹងវាធូរលងវាមាន pH ខ្ពស់តើការដីមាន pH ខ្ពស់វាកាត់បន្ថយអាជំងឺផ្សិតហ្នឹងឬក៏ព្យាបាលជំងឺផ្សិតហ្នឹងវាជំងឺផ្សិតអាចកើតបានទៅវាស៊ីពីហ្នឹងមកមិនមែនស៊ីពីចុងមកប៉ុន្តែឬវាមិនមែននៅកន្លែងហ្នឹងទេអាឬតែស្រូបយកជីវជាតិទៅអត់ណាឬចេញមកអញ្ចឹងដោះទៅមកអញ្ចឹងអាចុងនេះអ្នកស្រូបទេមិនអាគល់អ្នកស្រូបជីវជាតិទៅចិញ្ចឹមដើមអាចុងអ្នកស្រូបប៉ុន្តែបើវាកើតជំងឺវាកើតនៅគល់បាទនេះអៃដលបូរ៉ាចូលស្ដាប់សតបាទពីពេញរីទៀតតំណាំខ្មែរបងប្អូនបាទធានាជូនពាក់ព័ន្ធមួយនឹងគេហៅថាអត់គីមីបាទបេះភ្លាមញ៉ាំភ្លាមមានកន្លែងហ្នឹងគេថាបញ្ហាឬវាអូនេះបងថតដុំនេះជុំវិញតបធ្វើម៉េចឲ្យបានដីនិយាយនោះដីវាដូចតែគ្នាដីវាហាប់ដូចគ្នាហើយបើដីអញ្ចឹងបងដាក់ជីគ្រាប់ហ្នឹងដាក់មកបាវអត់ឡើងទេអាជីហ្នឹងគេដាក់បាននៅលើដំណាំណាដែលមានឫសល្អបានដាក់នៅឡើងតែបើដំណាំពាក់ព័ន្ធបញ្ហាឬហើយដល់នេះណាបាទចំណែកនេះគឺដើមគេហៅថាដែលគេស្លម្ជូរគ្រឿងណាបាទផ្លឹកកត្រូបបាទគេយកទៅរលគេដាក់ស្លម្ជូរគ្រឿងតិចគោបាទឆ្ងាញ់បាទមានសពប្រភេទដំណាំបាទនិយាយទៅគឺដីអ្នកចំការហ្នឹងគឺល្អរស់នៅអញ្ចឹងបាទបងប្អូនដល់ឡែកដល់ប្រទេសវាបាទផ្លែល្អមែនទែន
នេះគឺលក្ខណៈហូបបែបធម្មជាតិបងប្អូនណាបាទកពិញរាជបាទផ្លែបើជាទូទៅអាហ្នឹងគេហៅផ្លែកំពិញរាជឬមួយក៏ផ្លែអី ខ្ញុំដឹងតែពីរៀប ហ្នឹងហើយដែលភាសាសាមញ្ញហៅកពិញរាជបាទប៉ុន្តែភាសាសរសេរខុសពីភាសាហៅ អត់បានចាប់អារម្មណ៍ មិនសូវច្បាស់ដែរបើគាត់និយាយទូទៅយើងហៅកំពិញរាជខ្លះគេហៅគេសរសេរក្រពិញរាជ បាទអញ្ចឹងយើងក្នុងអក្សរនេះតើយើងពឹងទៅលើវចនានុក្រមមួយចំនួនណាដោយសារនិយាយមែនតើទៅភាសាហៅផ្លែឈើវាមានច្រើនប្រភេទផ្លែឈើខ្លះក៏ទៅតែមានសម័យកាលបច្ចុប្បន្នបាទនេះគឺលោកកៅបូរ៉ាជាមួយនឹងលោកគ្រូឡុកបាទដែលជាតំណាងចែកចាយរបស់ក្រុមហ៊ុនជីសញ្ញាបានត្រីបាទហើយគាត់ជាអ្នកប្រឹក្សាយោបល់ទៅលើជីកសិកម្មហើយបងស្រីជាអតីតអ្នកគ្រូបង្រៀននៅលើកោះនងចិនបាទអរគុណច្រើនសម្រាប់ការទទួលរាក់ទាក់នឹងការផ្ដល់ជូនរបស់ហូបបែបធម្មជាតិមានបងប្រទេសបងប្អូនអញ្ជើញជុំគ្នាបាទជុំគ្នាបើលើពងចិត្តហើយបាទបងមើលសាច់ហ្នឹងបាទពេញរាជធម្មជាតិបាទនេះអំបិលម្ទេសនេះក៏ធម្មជាតិបងប្អូនណាម្ទេសក៏ធម្មជាតិនៅក្រោយផ្ទះដែលថតបងប្អូនឃើញមិញសូមអរគុណជួបគ្នានៅคลิปក្រោយៗទៀតបាទ